បាទសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះយើងមកជួបគ្នាបាទជាមួយនឹងការប្រកួតបាទរបស់កៅវឌ្ឍនាជាមួយនឹងយ៉ានសុកលៀងបាទដោយយ៉ានសុកលៀងកាន់កូនសហើយកៅវឌ្ឍនាគាត់កាន់កូនខ្មៅបងប្អូនទាំងអស់គ្នាចំពោះការលេងនេះគឺការលេងសេះតំជួបជាមួយនឹងសេះស្ដាំក៏ប៉ុន្តែការលេងសេះតំហ្នឹងគឺផ្ដាច់ក្របត្រីកដាលចោលដំបងណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងនៅដល់ទម្រង់កន្លែងនេះបងប្អូនបាទយើងឃើញថាកៅវឌ្ឍនាបាទកាន់កូនខ្មៅបាទគាត់ចាក់ទៅចុងក្តារបាទសុកលៀងធ្វើអត់ដឹងបាទឡើងគោលធម្មតាបដ ாய் ឲ្យបាទដេញសេះបាទឲ្យចាក់ដេញសេះណាបាទសេះថយកៅវឌ្ឍនាចាក់ទៅចងទៀតបាទឥឡូវយើងឃើញថាបាទសុកលៀងគាត់ដាក់ទូកបាទដាក់អង្គបាទដាក់អង្គបាទឲ្យកៅវឌ្ឍនាបាទគាត់អត់តាន់គេចអង្គទេគាត់បោះសេះឡើងបាទសុកលៀងចាក់ត្រីវាយយកតែម្ដងកន្លែងនេះបាទអញ្ចឹងអឺស្ដាច់បាទបោះខាងសបាទក៏នៅទល់មុខគ្នាដូចគ្នាអញ្ចឹងអត់តាន់មានហានិភ័យទេបាទអញ្ចឹងឥឡូវយើងឃើញថាកៅវឌ្ឍនាបាទគាត់គេចអង្គហើយសុកលៀងគាត់ឡើងសេះមកថែមទៀតបាទអញ្ចឹងថ្មីទៀតបាទវឌ្ឍនាបាទគាត់ដាក់ទូកអង្គដូចគ្នាដែរបាទបាទដាក់អង្គកន្លែងនេះអត់តាន់គេចទេបាទសុកលៀងគាត់ដកទូកចេញសិនបាទវឌ្ឍនាគាត់យកនាងបាទទៅលក់បាទជាមួយនឹងត្រីរបស់សុកលៀងតែម្ដងបងប្អូនកន្លែងនេះបាទយកនាងទៅលក់បាទយកនាងទៅលក់ផងតផងបាទអញ្ចឹងសុកលៀងបាទគាត់ថយនាងមួយជើងបាទកៅវឌ្ឍនាបាទគាត់ស៊ីត្រីផ្ដាច់មួយចេញសិនបាទសុកលៀងយកត្រីស៊ីតបាទជាប់ដេញនាងដដែលបាទណាហើយនាងក៏អត់តាន់រត់ដែរបាទឡើងគោលចងថែមទៀតបាទអញ្ចឹងសុកលៀងបាទគាត់ចាប់ដើមគេចអង្គដែរបាទអញ្ចឹងវឌ្ឍនាបាទគាត់យកនាងលក់បាទលក់នេះគឺនៅពេលដែលសុកលៀងបាទស៊ីទៅគាត់យកត្រីស៊ីតំពាំងនៅមុខនឹងវិញបាទឥឡូវយើងឃើញថាវឌ្ឍនាបាទគាត់ដាក់អង្គទៀតបាទសុកលៀងគាត់គេចអង្គទៀតបាទឥឡូវទាញទូកចេញបាទទៅដាក់ចាប់គោលនៅខាងនោះវិញបាទអញ្ចឹងគោលសុកលៀងបាទឡើងមកលើវឌ្ឍនាបាទគាត់ថយសេះបើកបាទបើកភ្ជង់ឲ្យហើយណាបាទអញ្ចឹងសុកលៀងបាទគាត់យកគោឡើងទៅមុខបាទវឌ្ឍនាគាត់ចល័តគោថយបាទគោដៅថយគោលបាទគឺយកសេះទៅប្រើមួយទៀតបាទយកសេះទៅជន់កន្លាថែមមួយទៀតហើយបាទតនាងណាបាទកន្លែងនេះក៏ប៉ុន្តែកន្លែងនេះបាទគឺសុកលៀងបាទសុកលៀងគាត់ដឹងពីផែនការរបស់វឌ្ឍនាបាទគាត់អត់ឲ្យតបានទេអញ្ចឹងគាត់ត្រៀមការពីហើយហើយណាបាទអញ្ចឹងសុកលៀងបាទគាត់ចាក់ទៅក្នុងក្តារបាទចាក់ក្នុងក្តារបាទវឌ្ឍនាបាទគាត់ដេញគោវិញបាទអត់ឲ្យឈរនៅនឹងទេដេញឲ្យថយក្រោយបាទអញ្ចឹងវឌ្ឍនាបាទគាត់ចល័តគោលថយមកហើយបាទបើកចាប់គោលបាទអញ្ចឹងសុកលៀងគាត់ថែមសេះចងមួយទៀតបាទអញ្ចឹងវឌ្ឍនាបាទគាត់ថយគាត់ឡើងសេះបាទឡើងសេះទៅជន់នឹងខាងលើបាទសុកលៀងថយគោលបាទលើកទូកបាទសុកលៀងបោះសេះចូលបាទឡើងគោលបាទសុកលៀងដាក់អង្គបាទដាក់អង្គងាយអីបាទពីព្រោះថានៅក្នុងអង្គគឺអត់បានទេបងប្អូនបាទណានៅក្នុងការលេងបាទគឺពីច្រើនគឺនៅក្នុងអង្គហ្នឹងអត់បានទេផ្លិចបាទគឺស៊ីអស់បាទកន្លែងនេះសុកលៀងបាទគាត់តម្លាក់ទូកចូលបាទគោដៅគឺប្រទៀងណាបងប្អូនចង់ស៊ីប្រទៀងកន្លែងនេះអញ្ចឹងវឌ្ឍនាបាទគាត់ធ្វើការថយសេះបាទទៅដេញទូកបាទអញ្ចឹងទូកលើកទៅវិញបាទលើកទៅវិញក៏ប៉ុន្តែលើកត្រៀមបាទមានកម្លាំងអាចដប់បានបាទអានេះគឺបានន័យថាចំណេញជើងដប់ណាបាទអញ្ចឹងតម្លាក់ទូកទៅមិញបើសិនជាអត់បោះសេះដេញទូកនឹងទេបាទអាចមានកលាប្រទៀងបាទអញ្ចឹងវឌ្ឍនាដប់ទូកបាទដប់ទូកកន្លែងនេះសុកលៀងបាទគាត់ឡើងនាងបាទតផងដេញសេះផងបាទអញ្ចឹងសេះថយធម្មតាបាទសុកលៀងឡើងគោលបាទវឌ្ឍនាបាទគាត់ចេញទូកបាទយកទៅដាក់ប្រើនៅខាងស្នាមដៃរបស់គាត់នោះបាទសុកលៀងបាទទាញទូកដាក់អង្គបាទវឌ្ឍនាគាត់ចល័តជើងសេះបាទថយទៅក្រោយ
bà sọc liếng thôi xe đài bàจะลัดដូចគ្នាណាបាទចល័តជើងសេះឡើងទៅលើមួយជើងទៀតគឺជាប់ចាប់ត្រីណាបាទឥឡូវវឌ្ឍនាបុកត្រីវាយនៅកន្លែងនេះបងប្អូនបាទបុកតអញ្ចឹងសុកលៀងគាត់អត់ឲ្យផ្ទុះគ្រាប់នៅផ្នែកខាងស្ដាំនឹងទេដោយសារតបរបស់គាត់បាទគឺអត់មាននៅខាងស្ដាំហ្នឹងរៀងស្ដើងបាទអញ្ចឹងគាត់អត់ស៊ីទេតែស៊ីកាលណាធ្លីឡៃហ្នឹងបាទអញ្ចឹងគាត់ទុកឲ្យវឌ្ឍនាបាទគាត់ចាក់ចូលអញ្ចឹងយកតែម្ដងបាទចាក់ចូលដេញសេះទៅបាទសេះថយធម្មតាកន្លែងនោះបាទនៅផ្នែកខាងស្ដាំហ្នឹងរឹងបន្តិចបាទអញ្ចឹងកន្លែងនេះវឌ្ឍនាបាទគាត់បោះសេះបាទមកចាប់នាងតែនាងហ្នឹងមានចំណងសេះនៅពីក្រោយហើយបាទឥឡូវយើងឃើញថាសុកលៀងបាទគាត់ស៊ីនាងហើយបាទអញ្ចឹងបងប្អូនបាទមុនអត់ធានស៊ីទេបាទស៊ីទេត្រូវតំនាងឡើងអត់រួចតែនេះបាទស៊ីហើយនាងនេះឡើងរួចបាទស៊ីហើយនាងកិច្ចរួចបាទលោតមកចាប់ត្រីអញ្ចឹងវឌ្ឍនាក៏ដាក់ទូកចងបាទបន្ទាប់ពីដាក់ទូកចងហើយនាងនេះបាទទៅទៀតបាទណាបាទទៅមុខថែមទៀតបងប្អូនភ្ជង់ត្រីបាទកាឡានេះគឺបើសិនជាខាងខ្មៅបាទគាត់អាចយកត្រីដូរជាមួយនឹងគោលបានគឺគាត់ចាក់ប្របែកបាទតែគាត់អត់ដូរទេបាទណាគាត់ចល័តជើងសេះមកវិញបាទសុកលៀងបាទកន្លែងនេះគាត់លក់គោយកតែម្ដងបងប្អូនបាទយកគោទៅលក់ជាមួយត្រីដើម្បីយកគ្រាប់ធំបាទចូលមកប្រយុទ្ធតែម្ដងបាទអញ្ចឹងលក់គ្រាប់បាទស៊ីយកគោស៊ីជាប់ចាប់ត្រីទៀតណាបាទនេះស៊ីហើយបាទស៊ីអញ្ចឹងសុកលៀងបាទគាត់យកគោស៊ីភ្ជង់ចាប់ស៊ីត្រីនៅខាងក្រោមមួយទៀតបាទអញ្ចឹងវឌ្ឍនាបាទគាត់បោះសេះបាទគាត់បោះសេះព្រែកគោលហើយនឹងត្រីបងប្អូនបាទអញ្ចឹងជាប់ព្រែកបាទគោលហើយនឹងត្រីបាទអញ្ចឹងសុកលៀងបាទគាត់ដោះបាទកាឡានេះគឺគាត់បោះសេះបាទមកដេញទូកវិញបងប្អូនណាបាទគាត់បោះសេះមកដេញទូកហើយគាត់ជាប់ចងគោលរបស់គាត់ទៀតបាទអញ្ចឹងកន្លែងនេះវឌ្ឍនាស៊ីគោលបាទហើយសុកលៀងគាត់ស៊ីតដៃវិញធម្មតានៅកន្លែងហ្នឹងអត់អាចស៊ីទូកបានព្រោះអីការស៊ីមិញគឺវឌ្ឍនាគាត់ស៊ីហើយជាប់ដេញទូកទៀតអញ្ចឹងស៊ីបច្ច្រាអត់បានទេបាទបានស៊ីធម្មតាបាទអញ្ចឹងនៅពេលដែលស៊ីធម្មតាទៅដោះគ្រាប់ហ្នឹងបាទផុតអស់លីងបាទណាបាទឥឡូវវឌ្ឍនាបាទគាត់ឡើងគោលបាទដេញសេះបាទអញ្ចឹងសេះនេះតាណាបងប្អូនណាបាទសេះនេះគឺកាត់គោលយកតែម្ដងបងប្អូនបាទព្រោះឯនៅក្នុងអង្គណាបាទអញ្ចឹងនៅក្នុងអង្គបាទបងប្អូនកន្លែងនេះគឺស៊ីទាញស្ដាច់ឲ្យចូលទៅក្នុងអង្គបាទណាហើយយើងនាងស៊ីត្រីទៀតបាទបោះសេះចាប់គោលបាទដោយសារតែនៅក្នុងអង្គបាទអញ្ចឹងកាឡានេះបាទបងប្អូនណាបាទគឺបែកបាទបែកកាឡាគឺនៅកន្លែងនេះហើយបាទបងប្អូនអញ្ចឹងជាប់បាទគឺជាប់កាឡាគឺវឌ្ឍនាបាទគាត់ជាប់កាឡាតាំងពីកន្លែងនេះទៅណាបងប្អូនទាំងគ្នាបាទគឺជាប់បាទស៊ីគោលបាទនេះកន្លែងនេះជាប់ស៊ីគោលហើយជាប់ផាយទៀតណាបងប្អូនបាទអញ្ចឹងវឌ្ឍនាបាទគាត់ទាញទូកដាក់ទៅចុងក្តារចងត្រីគាត់ហើយបងប្អូនបាទអញ្ចឹងនៅក្នុងអង្គបាទអង្គហើយផាយសេះនេះគឺពិបាកមែនតើបងប្អូនបាទព្រោះអីវាជើងវែងណាបាទឥឡូវយើងឃើញថាសុកលៀងបាទគាត់ទាញទូកបាទដាក់ចងសេះបាទវឌ្ឍនាគាត់ងាកស្ដាច់ចាប់ទូកបាទអញ្ចឹងត្រូវមកទូកកន្លែងនេះគឺធ្ងន់មែនតើបងប្អូនបាទណាអស់សេះហើយបងប្អូនកន្លែងនេះបាទព្រោះចុះក្រោមអត់បានទេបងប្អូនចុះក្រោមអត់បានទេបាទអញ្ចឹងចុះក្រោមបាទចុះក្រោមក៏ជាប់ហាយស៊ីទូកដែរណាបងប្អូនបាទចុះក្រោមជាប់ហាយជាប់ហាយស៊ីសេះដដែលបងប្អូនណាបាទអញ្ចឹងអត់ហ៊ានចុះទេឡើងមកលើបាទឡើងមកលើអញ្ចឹងកន្លែងនេះគឺសុកលៀងបាទគាត់ស៊ីសេះទៅទេបាទអញ្ចឹងឈ្នះម្សេះបងប្អូនកន្លែងនេះបាទអញ្ចឹងប្រយុទ្ធគ្នាមកប្រាវមិញហ្នឹងបាទយើងឃើញថាសុកលៀងបាទគាត់ធ្វើបានល្អមែនតើនៅកន្លែងនេះបងប្អូនណាបាទស៊ីគ្រាប់បោះបងវឌ្ឍនាមួយផ្លេតបាទណាអស់លីងបាទអញ្ចឹងយើងឃើញថា
វឌ្ឍនាបាទគាត់ទាញទូកបាទដាក់ចាប់សេះបាទអញ្ចឹងសុកលៀងបាទគាត់ដាក់ចងធម្មតាតែពួកអីសេះហ្នឹងថយអត់បានថយទៅសល់ទូកនៅខាងក្រោយហើយបើថយទៅចងក៏បានក៏ប៉ុន្តែវារៀងខ្សោយគ្រាប់ប្រយុទ្ធណាបងប្អូនអញ្ចឹងគឺគេទុកទូក2ដើម្បីសម្រាប់បាទពួកអីកម្លាំងទូក2សេះ1គឺខ្លាំងបាទអញ្ចឹងកន្លែងនេះបងប្អូនបាទគឺវឌ្ឍនាបាទគាត់ចង់ចេញទូកបាទចង់ចេញទូកអញ្ចឹងសុកលៀងបាទគាត់ធ្វើការយកសេះផាយបិទបាទបិទអត់ឲ្យចេញណាបាទអញ្ចឹងផាយបាទងាកបន្តិចបាទអុកមកទូកបាទអុកមកទូកនេះបាទធ្ងន់ណាបងប្អូនកាឡាវានៅវាលបាទវានៅវាលមិននៅស្រឡះហើយទូក2បាទហើយសេះ1អញ្ចឹងគឺពិបាករត់ដែរបងប្អូនណាបាទរត់អត់ស្រួលបែកទូកណាមិនស្រួលងាប់ទៀតបាទអញ្ចឹងគឺចំពោះកាឡាតលេអញ្ចឹងបាទជាមួយទូកសេះហ្នឹងគឺលឿនណាស់បាទទូកសេះគឺវាសហការគ្នាលឿនណាស់បងប្អូនណាបាទអញ្ចឹងអុកមកទូកកន្លែងនេះគឺអត់មានកន្លាទៅមានមួយជើងដែរបងប្អូនណាបាទអុកមកទូកបាទថយបាទអញ្ចឹងបាទថ្មីទៀតសុកលៀងបាទថែមមកទូកទៀតពីលើនេះបងប្អូនបាទថែមទៀតហើយអញ្ចឹងត្រូវផ្ទួនតែម្ដងបងប្អូនបាទសម្រាប់បាទងាកចូលត្រូវមកទូកទៀតណាបាទព្រោះអីទូកបាទមានត្រីចងបាទអញ្ចឹងកន្លែងនេះសុកលៀងបាទគាត់អត់អុកទេបាទគាត់ដាក់ទូកខាន់បាទនេះសុកលៀងបាទគឺគាត់បកកែប្រើទូកណាបងប្អូនបាទអញ្ចឹងគាត់ដាក់ខាន់បាទវឌ្ឍនាគាត់ងាកបាទងាកចេញកន្លែងនេះដូចជាទប់អត់ជាប់ទេណាបងប្អូនបាទត្រូវមកទូកកន្លែងនេះទៀតបាទយកទូកបិទបាទបាទយកទូកបិទបាទអញ្ចឹងសុកលៀងគាត់ធ្វើមិនបន្តទៀតបងប្អូនអូបាទដាក់តទូកបាទដាក់តទូកខាងនោះវិញបងប្អូនបាទដើម្បីឲ្យស៊ីទៅបានត្រីបកបាទយកត្រីទៅជួយបកហើយអានេះចំណេញមួយចំហៀនណាបងប្អូនស៊ីហើយត្រីដើរឡើងអញ្ចឹងទៅគឺចំណេញបានមួយចំហៀនទៀតណាបងប្អូនបាទកន្លែងនេះបាទវឌ្ឍនាដាក់ទូកបាទតម្លាក់ចូលបាទអញ្ចឹងសុកលៀងបាទកន្លែងនេះគាត់អុកបាទអុកផ្ដាច់ទូកចោលតទូកគឺឈ្នះគ្រាប់ច្រើនណាបងប្អូនបាទតដៃអត់រួចទេបាទអញ្ចឹងអានេះបាទវីដេអូចំពោះការលេងរបស់យ៉ានសុកលៀងជាមួយនឹងកៅវឌ្ឍនាបាទគឺមានតែប៉ុណ្្នឹងណាបងប្អូន